ជូនរឿងសុបិនកុមារកាលពីយូរលង់ណាស់មកហើយនៅនគរសាលវតីមានគ្រួសារមួយពីរអ្នកប្តីប្រពន្ធប្រកបរបរនេសាទនិងបរបាញ់សត្វដើម្បីចិញ្ចឹមជីវិតស្ត្រីជាភរិយាកាលបើមានគភ៌នាងមានអាការៈរហិតរហីអស់កម្លាំងញាប់ញ័រក្នុងប្រាណខុសធម្មតានៅរាត្រីមួយនាងយល់សប្តិថានាងបានចេញពីផ្ទះដើម្បីទៅរកអុសក្នុងព្រៃក្រនឹងលក់លុះដើរចូលក្នុងព្រៃជ្រៅទៅនាងក៏វង្វេងផ្លូវដោយភ័យពេកនាងស្រែករកប្តីបន្ទាប់មកនាងបានដើរចេញផុតពីព្រៃធំនោះហើយបានឃើញសមុទ្រធំដ៏ល្វឹងល្វើយធ្វើឲ្យនាងកាន់តែភ័យរន្ធត់ខ្លាំងឡើងនាងក៏អង្គុយយំហើយនិយាយថាអោលោកអ្នកណាអើយជួយបង្ហាញផ្លូវខ្ញុំផងឲ្យបានវិលត្រឡប់ទៅផ្ទះវិញផងមួយរំពេចនោះស្រាប់តែមានតាអេសីហោះនៅលើអាកាសដៃកាន់កែវមณีរតន៍ដែលមានរស្មីចែងចាំងយកមកដាក់លើបាតដៃនាងហើយចង្អុលបង្ហាញផ្លូវឲ្យនាងត្រឡប់ទៅវិញនៅពេលបានកែវមณีរតន៍ហើយនាងក៏រកឃើញផ្លូវទៅផ្ទះរួចបានជួបប្តីដូចចិត្តប្រាថ្នានាងភ្ញាក់ដឹងខ្លួនវិញនាពេលទៀបភ្លឺលុះព្រឹកឡើងភរិយានិងស្វាមីក៏ម្នីម្នារកចេកម្លូស្លាទៀនធូបនិងបេះផ្កាភ្ញីដើម្បីទៅរកគ្រូទស្សន៍ទាយឲ្យកាត់សុបិនលុះនាងរៀបរាប់ដំណើររឿងយល់សុបិនសពគ្រប់ហើយគ្រូទស្សន៍ទាយប្រាប់នាងថាសុបិននោះល្អវិសេសវិសាលណាស់នាងប្រកាសជាមានគភ៌ហើយប្រសូតបានកូនប្រុសដ៏ល្អឧត្តមឧត្តមក្រៃលែងជាទីពឹងរបស់ញាតិទាំងឡាយផងពេលបានស្ដាប់ហើយនាងត្រេកអរណាស់ក៏លើកគ្រឿងដង្វាយជូនគ្រូទាយរួចត្រឡប់មកផ្ទះវិញចាប់ពីពេលនោះមកបុរសជាប្តីយកចិត្តទុកដាក់មើលថែភរិយារហូតដល់នាងគ្រប់ខែនាងក៏ប្រសូតបានកូនប្រុសម្នាក់ដ៏មានសម្បុរថ្លាស្អាតនាងនិងស្វាមីបានដាក់ឈ្មោះកូនថាសុបិនកុមារថ្វីត្បិតសុបិនកុមារជាកូនអ្នកនេសាទប៉ុន្តែសុបិនកុមារមិនដែលធ្វើនេសាទឬប្រមាញ់ប៉ះពាល់ជីវិតសត្វឡើយលុះសុបិនកុមារអាយុបាន7ឆ្នាំបុរសជាឪពុកបានធ្វើមរណកាលទៅហើយបានកើតជាប្រេតព្រោះកាលនៅរស់គាត់ពុំបានគោរពតាមធម៌របស់ព្រះពុទ្ធឡើយពុំបានធ្វើបុណ្យធ្វើទានពុំបានរក្សាសីលហើយរវល់តែនឹងការបរបាញ់
និងសម្លាប់សត្វសុបិនកុមាររស់នៅជាមួយម្ដាយហើយតែងតែសុំម្ដាយទៅលេងនៅឯវត្តដោយជួយបោសសម្អាតទីអារាមជម្រះស្មៅដាំទឹកបម្រើព្រះសង្ឃពុំដែលឲ្យឆ្កោងឡើយលុះអាយុបាន16ឆ្នាំសុបិនកុមារនឹកចង់បួសក៏ទៅសុំព្រះសង្ឃឲ្យបំពុះខ្លួនតែព្រះសង្ឃប្រាប់ឲ្យសុបិនកុមារទៅសុំម្ដាយសិនម្ដាយសុបិនកុមារក៏បានខាត់សុបិនកុមារមិនចង់ឲ្យកូនឃ្លាតឆ្ងាយដោយសារនឹកអាល័យកូនគាត់ព្រោះមានកូនតែម្នាក់តែទោះជាម្ដាយយំនឹងខាត់កូនយ៉ាងណាក៏ដោយក៏មិនអាចខាត់កូនបានឡើយចំណែកឯនៅនរកវិញយមរាជកំពុងចាត់យមបាល4នាក់ដើរទៅរកមើលមនុស្សណាដែលពុំបានរក្សាសិលធ្វើបន់ដាក់ទានមានចិត្តកំណាញ់ឫស្យាតួចាស់ក្តីក្មេងក្តីតួប្រុសក្តីស្រីក្តីត្រូវចារឈ្មោះក្នុងបញ្ជីស្បែកឆ្កែហើយចាប់ចងយកមកទម្លាក់ក្នុងភ្លើងនរកពេលយមបាលជ្រែកដីឡើងមកឋានមនុស្សក៏បានឃើញម្ដាយសុបិនកុមារដែលកំពុងសម្រានលក់ក្នុងព្រៃក្រោយពេលកាប់អស់រួចយមបាលបានពិនិត្យមើលបញ្ជីឃើញថានាងពុំដែលបានរក្សាសិលក៏ចាប់គាត់ហើយបណ្ដាយកទៅឋានយមរាជវិញយមរាជចាត់អ្នកកត់ត្រាឲ្យផ្ទៀងផ្ទាត់មើលបញ្ជីឈ្មោះឃើញថានាងជាស្រីមានបាបក៏សួរថាតើនាងបានធ្វើបាបឬបន់អ្វីខ្លះចូលនិយាយឲ្យត្រង់មកដោយហេតុមានបាបព្រោះបានខាត់កូនមិនឲ្យទៅបួសម្ដាយសុបិនកុមារក៏វង្វេងស្មារតីស្រដីថាខ្លួនខ្ញុំជាស្រីតាំងពីក្មេងខ្ចីមកពុំបានដឹងថាអ្វីជាបាបអ្វីជាបុណ្យនោះទេទោះបីអ្នកសួរចម្លើយខំវាយដាល់តប់យ៉ាងណាក៏នាងនៅតែឆ្លើយពុំដឹងអ្នកកត់ត្រាកត់ពាក្យទាំងនេះទៅសូត្រប្រាប់យមរាជត្រាស់បង្គាប់ថាឲ្យយកនាងចេញទៅបោះទៅក្នុងភ្លើងនរកយមបាលក៏ចាប់នាងចងបណ្ដាលទៅរកភ្លើងដែលកំពុងឆេះលុះឃើញពន្លឺភ្លើងនាងដណ្ដឹងសួរយមរាជថាតើអ្វីនេះម្ដេចក៏ភ្លឺច្រាលដូចជាជ័យពរកូនខ្ញុំចឹងយមបាលកំពុងក្រេវក្រោធផងក៏ទះមាត់នាងស្ដីឲ្យនាងថាកាលដើមម្ដេចមិនស្រដីលុះឃើញអាគីបែរជាថាជ័យពរកូនឯងទៅវិញនាងបានស្រែកទ្រហោយំក្រែងក្តែងហើយរកកូនឲ្យជួយពេលយមបាលបោះនាងចូលទៅក្នុងភ្នក់ភ្លើងស្រាប់តែមានការឈប់មាសប៉ុនកងរាជរដ្ឋផុសឡើងត្រូវនាងជាប់យមបាលខឹងណាស់
កន្ត្រាក់នាងទម្លាក់ទៅក្នុងរណ្ដៅភ្លើងមួយទៀតដែលមានទំហំ1000 យោជន៍ផ្កាឈូកមាសក៏ផុសឡើងត្រូវនាងទៀតភ្លាមនោះយមបាលក៏លោតទៅចាប់ជើងនាងទាញទម្លាក់ទៅក្នុងរណ្ដៅភ្លើងមួយទៀតដែលមានទំហំ10000 យោជន៍ផ្កាឈូកមាសផុសឡើងត្រូវនាងជាប់ម្ដងទៀតឃើញដូច្នោះយមបាលផិតភ័យក្រាបបង្គំហើយដោះលែងនាងមកវិញម្ដាយសុបិនកុមារភ្ញាក់ដឹងខ្លួនក្រោកឡើងម្នីម្នាលើកអុសទូលដើរទៅវត្តដើម្បីនិយាយទូលកូននៅពេលដើរដល់វត្តនាងបានទូលសាមណេរឲ្យវិលត្រឡប់មកភូមិវិញដើម្បីធ្វើពិធីជញ្ជាត់ព្រលឹងរួចសឹមធ្វើពិធីបំបួសសាជាថ្មីដោយចិត្តជ្រះថ្លាចំណែកការក្រោយមកសាមណេរសុបិនសង្វាតបំពេញមគ្គផលយ៉ាងត្រឹមត្រូវរួមទាំងបិណ្ឌបាតចិញ្ចឹមមាតាហើយចម្រើនភាវនាទៅរំដោះឪពុកលុះម្ដាយអស់សង្ខារក៏បានទៅកើតនៅឋានសួគ៌ឯឪពុកក៏បានរំដោះផុតទុក្ខភ័យពីឋានប្រេតទៅកើតនៅឋានសួគ៌ដែរនេះបណ្ដាលមកពីអំណាចអានិសង្សរបស់កូនប្រុសដែលបានបួសក្នុងសំណាក់ព្រះពុទ្ធសាសនា